សូមស្វាគមន៍មកកាន់ភូមិនិទាន TV បើបងប្អូនចង់ទស្សនាគំនូរជីវចលជាភាសាខ្មែរសូមកុំភ្លេចចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទស្សនាវីដេអូថ្មីៗទៀតសូមអរគុណបរោះនោះលុះគេយកទៅដាក់ច្រវាក់ក៏នឹកថាអោអញអើយសង្វាតមកពីស្រុកខ្មែរដល់ស្រុកចិនក៏ព្រោះតែបងឥឡូវគេមានគេមិនអាណិតឈាមដែលកើតមកពុះជាមួយគ្នាសោះគេឆ្មើងមានគេហ៊ានចាប់ឯងមកដាក់ច្រវាក់នឹងសម្លាប់ផងអោអញអើយអញបើនៅស្រុកខ្មែរវិញរកស៊ីតាមខ្លួនក្រក៏គ្មាននរណាហ៊ានធ្វើបានទេបុរសនោះពុំដឹងថាបងទៅគាល់ស្ដេចលុះចាសួរជាបងវិលមកដល់ផ្ទះប្រពន្ធក៏ប្រាប់ថាមានបរិសុទ្ធកំសត់ម្នាក់មកពីស្រុកខ្មែរហើយនិយាយថាលោកជាបងបង្កើតរបស់គេតែខ្លួននោះវិញអាក្រក់ស្លៀកខោកណ្ដាលផ្លូវដាច់រហែកលិចមុខលិចក្រោយឥឡូវខ្ញុំឲ្យគេដាក់ច្រវាក់វាទុកនៅរោងសេះចាំលោកអញ្ជើញមកអាងនឹងសម្លាប់វាចៅសួរជាបងឮហើយថាទៅយកវាមកមើលក្រែងវាជាប្អូនបង្កើតរបស់ខ្ញុំមែនហើយចៅសួរឲ្យដោះច្រវាក់បរោះនោះលុះបរោះនោះមកដល់ស្គាល់ជាប្អូនបង្កើតមែនក៏រៀបចំបាយទឹកឲ្យស៊ីហើយមើលទៅប្អូនឃើញខោស្លៀកពាក់កណ្ដាលផ្លូវចៅសួរក៏ឲ្យខោមួយស្លៀកហើយប្អូនក៏និយាយថាប្អូននៅឯនាយមិនដឹងរកស៊ីអ្វីទេក្រណាស់ហើយមានប្រពន្ធផងមិនដឹងថាបានអីស៊ីទេបងឮប្អូននិយាយក៏នឹកអាណិតប្អូនហើយសួរថាប្អូនមកជាមួយអ្នកណាបុរសប្អូនជម្រាបថាខ្ញុំមកជាមួយនាយសំពៅសុំគេដោយសារមកចៅសួរនិយាយថាចុះគេទៅវិញថ្ងៃណាបុរសប្អូនប្រាប់បងថា3ថ្ងៃទៀតគេនឹងចេញសំពៅទៅវិញហើយចៅសួរដឹងដូច្នោះក៏ស្ងៀមទៅឲ្យលើកបាយមកហៅបរិសុទ្ធជាប្អូនស៊ីជាមួយគ្នាលូស៊ីរួចក៏ប្រាប់ប្អូនថាប្អូននៅដីផ្ទះនេះចុះបងទៅលេងផ្ទះចិនសាយមួយផ្លែតចៅសួរទៅផ្ទះចិនសាឃើញក៏រៀបកៅអីថ្នាំចិនខ្សៀទឹកតែទទួលហើយចៅសួរនិយាយនឹងចិនសាថាអូលោកចិនសាយខ្ញុំមកមើលឲ្យប្អូនខ្ញុំបន្តិចវាចេះតែក្រទៅវាគ្មានគ្រាន់បើអីនឹងគេសោះចិនសាយទាញសិភើរោគមើលសពទៅក៏ទីថាប្អូនលោកមិនជាអ្នកក្ររហូតទេ7ឆ្នាំទៀតនឹងបានសោយរាជជាស្ដេចនគរ2លោកនឹងបានជាធំក្នុងរាជការដោយសារប្អូនប៉ុន្តែឥឡូវនេះលំបាកណាស់ដល់វិលទៅស្រុកវិញពាក់កណ្ដាលផ្លូវនឹងបានទ្រព្យតម្លៃស្មើនឹងនគរ2ជារបស់ខ្លួនចាស់សួរបានដឹងដំណឹងប្អូនដូច្នោះក៏លាចិនសាយទៅផ្ទះវិញដល់3ថ្ងៃនេះសំពៅគេផ្ទុកសំពៅរៀបនឹងចេញទៅថ្ងៃនោះចាស់សួរជាបងយកផាដើមមកខ្ចប់ជាមួយត្បូងហុចទៅឲ្យបរោះជាប្អូនបរោះជាប្អូនក៏ទទួលយកផាដើមមួយត្បូងលាបងចុះទៅដើរបណ្ដាគិតបណ្ដានឹកទៅចិត្តស្ទើរមិនចង់កាន់ផាដើមនោះសោះតែនឹកទៅចិត្តថាអូបងប្អូននឹងគ្នាតាំងពីឪពុកម្ដាយស្លាប់ចោលទៅនៅកំព្រាតែ2នាក់បងប្អូនកាលវេលាក្រចេះស្រឡាញ់រាប់អានគ្នាដល់ពេលវេលាមានទាត់គ្នាចោលមានប្រាក់ដាក់ឃ្លាំងមួយកកោកមិនហ៊ានយកមកឲ្យគ្នាមានស្លឹងសោះយកតែខ្មោចផាដើមឲ្យគ្នាជាមួយនឹងត្បូងលោកបរោះនោះដើរទៅដល់កំពង់ក៏ឡើងលើសំពៅនេះសំពៅក៏ឲ្យកូនឈ្នួលស្រាវយុទ្ធការសាក្តោងបើកទៅហើយនាយសំពៅសួរបរោះនោះថាណែប្អូនឯងទៅផ្ទះចៅសួរហើយបានអ្វីខ្លះមកវិញបរោះនោះប្រាប់នាយសំពៅថាគ្មានអ្វីទេមានតែផាដើមនឹងត្បូងជាមួយនឹងខោអាវមួយចំនួនហ្នឹងនាយសំពៅបានដឹងហើយក៏នៅស្ងៀមលុះបើកសំពៅទៅដល់ពាក់កណ្ដាលផ្លូវយប់ងងឹតទៅពំរួចក៏ឲ្យបោះយុទ្ធការហើយដេកហេតុតែបនដល់បរោះនោះក៏នឹកឃើញពាក្យដែលគ្រូផ្ដាំថាបើនឿយណាស់កុំដេកឥឡូវអស់អ្នកសំពៅនេះដេកអស់ហើយដូច្នេះអញកុំដេកក៏អង្គុយនៅក្បែរដងក្តោងពុំហ៊ានដេកលុះដល់អាត្រៀតមានយក្សមួយហោះមកឃើញសំពៅវាចុះមកប៉ងនឹងស៊ីមនុស្សហើយវាឈ្ងោកមើលក្នុងសំពៅនោះក៏ធ្លាក់ពុកមាត់ទៅលើបរោះនោះក៏ស្ទុះទៅស្រវាចាប់ជាប់ហើយស្រែកថាអូឯងនឹងស្លាប់ដោយដៃអញឥឡូវហើយយក្សឮបរោះនោះថាដូច្នោះក៏ភិតភ័យណាស់តែស្ទុះទៅមិនរួចត្បិតបរោះនោះចាប់ពុកមាត់ជាប់យក្សភ័យខ្លាចស្លាប់ក៏និយាយនឹងបរោះនោះថាប
អ្នកបុរសអើយបើអ្នកអាណិតខ្ញុំលេខខ្ញុំទៅខ្ញុំមិនតបគុណអ្នកជាខ្សែចងដៃដំបងវាឯងឆ្នាំងឆ្អិនឯងខ្សែនឹងដំបងនេះបើមានម្ចាស់មុខពីណាមកប្រមាថឲ្យតែខ្សែនេះទៅចងដំបងទៅវាម្ចាស់មុខនោះនឹងស្លាប់វិនិច្ឆ័យអន្តរាយអស់ឯឆ្នាំងនេះបើគ្មានអាហារចំណីហើយអ្នកចង់បរិភោគអាហារចំណីអ្វីប្រាប់ឆ្នាំងថាក៏ឆ្អិនឯងឡើងបានបរិភោគមិនបាច់ដំឡើយ បុរសនោះឮដូច្នោះក៏ថាយក្សក៏ហុចប្រដាប់ទាំងនោះមកបរោះនោះក៏ទទួលយកហើយលែងយក្សនោះទៅយក្សក៏ហោះទៅលំនៅវិញ